សួស្តីបងប្អូនហ្នឹងហើយវីដេអូនេះខ្ញុំបង្ហាញអំពីរបៀប promote student ឡើងថ្នាក់អូខេអញ្ចឹងយើងចូលមកមុនដំបូងគឺយើងទៅរកពាក្យថា academic ទៅមកចុចលើវាមកហើយយកមកក្រោមមកជួរទី4អញ្ចឹងឈ្មោះវាគឺ promote student អញ្ចឹងយើងចុចលើ promote student មកហើយយើងជ្រើសរើសគ្រូន័យថា level ប្រមាណដែលយើងចង់ promote ទៅហើយគ្រូណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសូមរើសយកបោះលេងសីវងមួយខ្ញុំ promote ពី level 4ទៅ level 5អញ្ចឹង level 4លេងសីវងយក section មកហើយនឹង internet វាយឺតមែនតើគឺពិបាកធ្វើការមែនតើដឹងជាអ៊ីនធឺណិតយឺតទាំងប្រព័ន្ធមានបញ្ហាខ្ញុំចូលប្រព័ន្ធហ្នឹងតាំងពីព្រឹកមកគឺរងចាំរហូតចឹងអូខេឥឡូវយើងចូលទៅលេងសៃវងហើយ level 4អញ្ចឹងយើងយក section ដែលគាត់បរៀនគឺ6ទៅ7បន្ទាប់មកយើងរើសយកត្រង់នេះគឺ promote student ត្រង់នេះយើង select year យើងរើសយកឆ្នាំដែលយើង promote ឡើងអញ្ចឹងឆ្នាំនេះយើង2025 2026បន្ទាប់មកយើងរើសយក section សំទោស class អញ្ចឹងតើ class ណាដែលយើងចង់ទាញសិស្សទៅអញ្ចឹងបើសិនជា class នេះlevel 4អញ្ចឹងយើងប្រកាសឲ្យថា promote ឡើងថ្នាក់គឺទៅ level 5អញ្ចឹងយើងចូលទៅ level 5មកlevel 5របស់ថ្នាក់គាត់យើងយកទៅថ្នាក់រៀងខ្លួនទៅបានហ្នឹងហើយបន្ទាប់មកតើ level 5ហ្នឹងគាត់បរៀននៅម៉ោងណាអញ្ចឹង level 5របស់គាត់គឺបរៀនម៉ោង7ម៉ោង8ហ្នឹងហើយរួចហើយយើង search មកតើឈ្មោះនឹងវាមកអត់អញ្ចឹងឈ្មោះដែលមាននៅ level 4ទាំងប្រមាណគឺនៅលើនេះហើយត្រង់តំណេះត្រូវកត់សម្គាល់មួយឲ្យបានច្បាស់គឺសម្រាប់សិស្សដែលធ្លាក់គឺអត់ឲ្យយកទៅទេគឺគ្រីសតែសិស្សណាដែលជាប់អញ្ចឹងយកសិភៅដែលឡើងថ្នាក់ហ្នឹងឈ្មោះដែលឡើងថ្នាក់ហ្នឹងយកមកមើលហើយគ្រីសម្ដងមួយដែលយកចិត្តទុកដាក់អញ្ចឹងឧទាហរណ៍ថាមួយនេះ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 ចេះចុះហើយឧទាហរណ៍ផ្សេងទៀតអញ្ចឹងឧទាហរណ៍ថាសិស្សប្រមាណអ្នកនៅក្នុងហ្នឹងឧទាហរណ៍ថាវាត្រូវឡើងស្ទើរតែអស់អញ្ចឹងវាអត់តែ1 2ទេអញ្ចឹងយើងយកអញ្ចឹងមករួចហើយយើងចុច promote នេះមកពេលយើងចុច promote ឈ្មោះទាំងនេះនឹងទៅlevel 5 automatic អញ្ចឹងខ្ញុំ promote ឲ្យមើលហើយចុច save ហើយចុច send បើមិន send ទេឈ្មោះអត់ទៅណាអូខេអញ្ចឹងវាទៅហើយយើងរងចាំបន្តិចអូខេអញ្ចឹងវាលូតទៅហើយអញ្ចឹងឈ្មោះដែលទៅគឺវាទៅអស់ហើយនៅសល់តែឈ្មោះដែលធ្លាក់អញ្ចឹងធ្លាក់ទាំងប្រហែលគឺនៅនឹងខ្ញុំអត់ទាន់ដឹងថាយ៉ាងម៉េចទេបើខ្ញុំធ្វើឲ្យខ្ទេចវល់សិនម៉ោងហ្នឹងហ្នឹងហើយអញ្ចឹងគឺវាទៅអស់ហើយឥឡូវបើយើងចង់មើលថាតើនៅ level 5ហ្នឹងមានទេយើងចូលមក student information student detail ហើយចុចយកនៅ level 5របស់គាត់មកយើងចង់ទៅមើល level 5របស់គាត់អញ្ចឹងយក section របស់គាត់មកហើយ search មកតើវាមានអត់អ្នកឈ្មោះដែលយើងបញ្ជូនមកទាំងប្រមាណប៉ុន្តែខ្ញុំចូលមកហ្នឹងគឺនៅ level 5គាត់អត់មានឈ្មោះទេឥឡូវមានឈ្មោះទាំងអស់ហ្នឹងអូខេអញ្ចឹងមេរៀនហ្នឹងវាមានតែប៉ុណ្្នឹងទេខ្ញុំព្យាយាមធ្វើឲ្យលឿនដើម្បីឲ្យពួកយើងតាមទាន់ប៉ុន្តែលឿនខ្លះអត់តាមទាន់ដែរអូខេអញ្ចឹងសង្ឃឹមថាពួកយើងមើលហើយនឹងចាប់បានហើយធ្វើបានមានអីអាចឆាតសួរក្នុងក្រុមអរគុណ